ស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ YouTube Channel សុពិសី admin រាល់ថ្ងៃគឺជា accounting ផង management ផងឆ្នេះប្រើខួរក្បាលក៏ច្រើន stress ក៏ច្រើនអញ្ចឹងការដែលញ៉ាំអាហារដែលល្អសម្រាប់រាងកាយគឺចាំបាច់ត្រូវតែញ៉ាំមួយថ្ងៃដែលមានន័យគឺជាការធ្វើអារម្មណ៍ឲ្យខ្លួនឯងរីករាយដោយរាល់ដងចឹងអ្នកទាំងអស់គ្នាបើទោះបីជាពេលខ្លះមានកូនយកទៅជាមួយក៏ដោយ admin ឲ្យគាត់លេងដោយគាត់យើងធ្វើការដែលយើងដើម្បីឲ្យមានការទៅលើការងារតែពេលដែលដល់ម៉ោងធ្វើការក៏សប្បាយចិត្តការទី1បានរៀបចំខ្លួនស្អាតបាតមានអារម្មណ៍ថាសប្បាយចិត្តរីករាយក្នុងការបំពេញការងារដូចគ្នាទូទៅការងាររដ្ឋបាលរបស់ admin គឺការងាររញ្ញវត្ថុផ្ដោតសំខាន់បើចំណូលឬចំណាយស្ទះអត់មានប្រាក់បវលសម្រាប់ចំណាយប្រតិបត្តិការផ្សេងទេគ្រប់គ្រងតាមដានលើបុគ្គលិកទាំងអស់ដែលគាត់បំពេញការងាររបស់គាត់យ៉ាងណាហើយពេលខ្លះពួកគាត់ត្រូវជួយយោបល់ឲ្យយើងពិនិត្យការងារគាត់បន្ថែមខួរក្បាលគឺប្រើច្រើនពីមុនអាចនិយាយថាយើងអត់តន់ចាស់ទុំពេលដែលខឹងមុំគឺ admin តែងតែបញ្ចេញអារម្មណ៍វិឆាឬជះកំហឹងដល់អ្នកដទៃឥឡូវនេះអត់ទេការណាមួយដែលតឹងតែងឬក៏យើងព្យាយាមទប់អារម្មណ៍អត់បានតែលំហើចេញតែក្រៅដកដង្ហើមមកវិញហើយមួយរយៈនេះ admin កាត់បន្ថយកំហឹងបានច្រើនណាស់ពីមុនមុំ stress តែឥឡូវអត់ទេមួយយើងអត់ប្រញាប់ពេកចេះចាត់ចែងការងារគ្រប់យ៉ាងរលូនតាអ្នកទាំងអស់គ្នាដល់តែឆ្លៀតធ្វើម្ហូបទៀតដោយសារថ្ងៃនេះចុងភៅ IT អត់សុបាយចិត្តទេខត់ច្រើនគាត់មើលកូនផងគាត់ធ្វើការងារចំណុច admin ផងការងារផ្ទះជាច្រើនថ្ងៃនេះឆ្លៀតទិញម្ហូបតាំងពីព្រឹកអ្នកទាំងអស់គ្នាហើយឆាប់មកផ្ទះដើម្បីរៀបចំធ្វើម្ហូបជូនលោកប្តីចូលចិត្តខ្លះលួងលោមខ្លះទៅហើយបើសួរតែហត់ដូចគ្នាបើបញ្ចេញកំហឹងរៀងខ្លួនក៏អត់បានប្រយោជន៍ដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះអស់5000ត្រី3000តកូន1000កសាំងមួយមកអស់1000 5000មហូបពេលតោះធ្វើមកបើ admin ទាំងអស់គ្នាបាយបាយថាធ្វើម្ហូបចេះតែទាំងអស់គ្នាចេះតិចតួចស្អីក៏ចេះដែរការងារ IT ការងារចំណូលចំណាយការងារគ្រប់គ្រងការងារលក់ដូរការងារមើលកូនការងារ system រួមខ្ញុំអាចធ្វើបានទាំងអស់ពេលខ្លះចង់សម្រាប់ខ្លះព្រោះចេះច្រើនហត់ច្រើនពេលខ្លះទៅម្ហូបតតែជូរបានឆ្ងាញ់ទាំងអស់គ្នាចឹងថ្ងៃនេះបានជូរតកូនសំខាន់ថារបស់ពិសេសនេះអ្នកនរគ្នាអើអស់គ្នាឆ្អិនហ្នឹងណាជូរស្រាជូរតកូនទៅត្រីញ៉ាំពុកអាំងមកបងអស់គ្នាអាហារពេលថ្ងៃ5មួយខ្ញុំបងណាបងធំថាមិនចង់ធ្វើទេធ្វើទៅវាចាក់ចោលហើយដល់ជួយខ្ញុំលាក់អំបិលពីអំបិលតបទៅពេលញ៉ាំបាយតអង្គុយចេះបានញ៉ាំបាយឆ្ងាញ់អ្នកទាំងអស់គ្នាហើយប្រមុខកាមេរ៉ាញ៉ាំតែមួយចានទេដល់ពេលបិទទូរស័ព្ទថែមមួយចានទៀតធ្វើអីតាមអារម្មណ៍ខ្លះទៅកុំឲ្យស្មុគស្មាញត្រឹមត្រូវពេកខ្ញុំពេលខ្លះថាបានថាតែចិនឆៃដែរហ្នឹងយើងចាប់ផ្ដើមធ្វើអ្វីដែលជាការពិតរបស់ខ្លួនឯងវាអត់ចំពានណាវាដូចជាស្រួលចិត្តជាងហើយនេះជាសកម្មភាពសាមញ្ញរបស់ក្រុមគ្រួសាររបស់ admin ចំណាយលុយតិចហើយធម្មជាតិបោះស្រស់ខ្លួនឯងរត់តពងឯងអាចឆ្អឹងឲ្យគេបងអូនចាំតែទឹកស្ដាយមួយម៉ាស៊ីនមួយខ្ញុំទាំងអស់គ្នាណាថ្ងៃនេះចង់ធ្វើទឹកស្ដាយម៉ាស៊ីនចឹងអ្នកទាំងអស់គ្នាគាត់ធ្វើទៅគាត់ទៅខ្ញុំធ្វើការងារទៅខ្ញុំនេះគាត់កំណត់ម៉ោងរួចហើយអូខេទាំងអស់គ្នាទឹកស្ដាយយើងឆ្អិនណាអូយចង់និយាយថាឈ្ងុយមែនតើនេះវាក្លុកទាំងការទាំងអីធម្មតាយើងញ៉ាំស្រាយសៀងគឺពីម៉ាស៊ីនមុនយើងធ្វើគឺយើងអត់យកកាអីតែនេះវាពុះទាំងកាទាំងអីចុះគ្នាហើយបើយើងញ៉ាំទៅក៏ឆ្ងាញ់ដែរពុះហ្នឹងមែនតែគឺឆ្ងាញ់ហើយដាក់គ្នាមកតែខ្ញុំឆ្ងាញ់មែនតើទឹកស្ដាយក្តៅខ្ញុំធ្វើបាន1លីត្រឈ្ងុយហ្មងហើយទឹកស្ដាយទាំងក្រុមមួយគ្នាហើយខ្ញុំដាក់ដល់កូនស្រស់បន្តិចស្ករសបន្តិចហើយនឹងលាយដល់កូនខាំបន្តិចលាយដាក់តើយរសជាតិនឹងឈ្ងុយវីតាមីនមកឈ្ងុយឆ្ងាញ់មែនតើឆ្ងាញ់ឡំតែថាចង់ផ្អែមអីដាក់រសជាតិតិចទៀតទៅតែខ្ញុំចូលចិត្តអត់ទៅផ្អែមមែនតើសំខាន់ឆ្ងាញ់ណាស់បងឆ្ងាញ់
រត់ដល់ខ្លួនញ៉ាំទឹកក្តៅត្រជាក់ដល់ពេលញ៉ាំទឹកក្តៅក្តៅចឹងឆ្ងាញ់ហ្មង អូខេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយបាយ